សូមបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមគួរគិតពីការពិតមុននឹងចែករំលែកបណ្ដាញសង្គមជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការបញ្ចេញមតិនិងរាយការណ៍ពីបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះប៉ុន្តែការបង្ហោះរូបភាពឬសាររិះគន់ណាមួយគួរតែមានការពិចារណានិងផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់ជាមុនជាពិសេសនៅពេលខ្លឹមសារនោះអាចប៉ះពាល់ដល់កិត្តិយសនិងការងាររបស់អ្នកដទៃករណីបុគ្គលម្នាក់បានទៅប្រើប្រាស់សេវាសុខភាពសាធារណៈហើយបានថតរូបបង្ហោះលើបណ្ដាញសង្គមដោយលើកឡើងថាម៉ោង 9 ហើយនៅមិនទាន់ធ្វើការក៏បានធ្វើឲ្យមហាជនមួយចំនួនមានការយល់ឃើញថាបុគ្គលិកសុខាភិបាលមិនបានបំពេញការងារតាមពេលវេលាប៉ុន្តែសំណួរដែលគួរតែពិចារណានោះគឺតើការថតរូបឬបង្ហោះរូបដោយគ្រាន់តែឃើញស្ថានភាពនៅពេលមួយផ្លែតអាចគ្រប់គ្រាន់សម្រាប់សន្និដ្ឋានថាគ្រូពេទ្យឬបុគ្គលិកសុខាភិបាលមិនបានធ្វើការឬទេការមានទូរស័ព្ទនៅក្នុងដៃនិងអាចថតរូបបង្ហោះបានគឺជាសិទ្ធិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមប៉ុន្តែសិទ្ធិនោះគួរតែភ្ជាប់ជាមួយការទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនផ្សព្វផ្សាយមុននឹងបង្ហោះសារចោទប្រកាន់គួរសួរនិងស្វែងយល់ពីមូលហេតុជាមុនថាតើមានការពន្យាពេលដោយសារអ្វីតើបុគ្គលិកកំពុងបំពេញភារកិច្ចផ្សេងទៀតឬទេឬតើមានស្ថានភាពបន្ទាន់ដែលត្រូវដោះស្រាយជាមុនឬទេការមើលឃើញតែផ្នែកមួយនៃហេតុការណ៍มันគួរត្រូវបានយកទៅធ្វើជាសេចក្តីសន្និដ្ឋានទាំងមូលឡើយដូច្នេះមុននឹងចុចថតបង្ហោះនិងចែករំលែកគួរចំណាយពេលបន្តិចគិតថាព័ត៌មាននេះជាការពិតពេញលេញឬនៅមានភស្តុតាងគ្រប់គ្រាន់ឬនៅហើយការបង្ហោះរបស់យើងអាចប៉ះពាល់ដល់កិត្តិយសឬការងាររបស់អ្នកដទៃដែរឬទេការរិះគន់អាចជួយកែលម្អសេវាសាធារណៈប៉ុន្តែការរិះគន់ដែលមានការទទួលខុសត្រូវគួរតែផ្អែកលើការពិតនិងព័ត៌មានគ្រប់ជ្រុងជ្រោយមិនមែនផ្អែកលើការសន្និដ្ឋានពីរូបភាពឬពេលវេលាមួយផ្លែតនោះទេមានទូរស័ព្ទអាចថតបានមិនមែនមានន័យថាយើងបានឃើញការពិតទាំងមូលឡើយដូច្នេះមុនបង្ហោះសូមគិតមួយជំហានទៀតពិនិត្យការពិតមុនចែករំលែក